안녕하세요, 여러분. 한국에서 반찬으로 사용하고 있는 것이 아닌 것은 무엇입니까? Chẳng nơiប្រទេសកូរ៉េតើអ្វីដែលមិនយកមកប្រើសម្រាប់ធ្វើផាន់ច័ន្ទណាបាទអញ្ចឹងទី1 1번 우유, 2번 고기, 3번 생선, 4번 채소 ណាបាទ 우유 ទឹកដោះគោ 고기 សាច់ 생선 បាទពពួកត្រី 채소 ពពួកបន្លែណាបាទអញ្ចឹងយើងមើល 한국 사람들은 식사로 밥과 반찬을 먹습니다. អញ្ចឹងជនជាតិកូរ៉េទាំងអស់ហ្នឹងបាទគេទទួលទានអាហារដោយបាយហើយនឹងផាន់ឆាន់ណាបាទផាន់ឆាន់ហ្នឹងវាមានច្រើនប្រភេទដែរមានសាច់ផងមានបន្លែផងណា밥은 쌀로 만듭니다. បាទបាយគឺគេធ្វើពីអង្ករណា반찬은 여러 가지가 있습니다. បាទចំណែកឯផាន់ចាន់ហ្នឹងគឺមានជាច្រើនប្រភេទណា 여러 가지 បាទជាច្រើនប្រភេទ 고기나 생선으로 만든 반찬도 있고 បាទអញ្ចឹងមានផាន់ចាន់ដែលធ្វើពីបាទសាច់ឬក៏ត្រីផងដែរផ្អើផង 채소로 만든 반찬도 있습니다. ហើយក៏មានផាន់ចាន់ដែលធ្វើពីបន្លែផងដែរណាបាទ 방글라데시 사람들도 밥을 먹습니다. ជនជាតិបង់ក្លាដេសផងដែរក៏ញ៉ាំបាយណា 방글라데시에서는 밥을 팥이라고 하고 បាទនៅប្រទេសបង់ក្លាដេសហ្នឹងគេហៅបាទរ៉ាកូណាគេហៅផាប់គេហៅបាយហ្នឹងថាផាត់ណាបាទផាត់ 반찬을 툴가리라고 합니다. ចំណែកឯផាន់ចាន់គេហៅថា 툴가리. 한국 사람들이 잘 알고 있는 카레도 툴가리 중에 하나입니다. បាទមានថាជនជាតិកូរ៉េដែលស្គាល់ច្បាស់មួយក្នុងចំណោម 툴가리 ហ្នឹងគឺ 카레 ផងដែរណាបាទអញ្ចឹងយើងមើលចម្លើយដែលមិនមាននៅក្នុងហ្នឹងគឺ uyu ណាបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយលេខ1ណា